បាទហើយបងប្អូនអ្នកចិញ្ចឹមជ្រូកហើយថ្ងៃនេះខ្ញុំមកធ្វើការព្យាបាលទៅលើមេជ្រូកមួយដែលមានបញ្ហារាកហើយដូចក្នុងវីដេអូនេះគឺរាកវាពណ៌កម្មៅវាមកបងប្អូនណាហើយតំបន់បានមកខ្ញុំចាក់នេះគឺម្ចាស់គាត់បានប្រើថ្នាំមនុស្សមិនដឹងជាប្រើថ្នាំអីទេបាទប្រើថ្នាំមនុស្សនេះចាក់អត់បាត់ទេអត់មែនចាក់ប្រភេទថ្នាំគ្រាប់បងប្អូនណាបាទគាត់បញ្ជាក់វាទៅវាអត់បាត់ឥឡូវមកដល់ដៃខ្ញុំហើយចាំមើលតាមដានបន្តទៀតថាតើខ្ញុំចាក់ព្យាបាលបាទប្រភេទមេជ្រូកនេះមេជ្រូកផើមបងប្អូនណាផើម3ខែជ្រូកនេះបាទ3ខែហើយរាកនេះគឺសភាពបែបហ្នឹងហើយមេជ្រូកគឺបែបនេះហើយមកតាមដានជាមួយខ្ញុំពីការព្យាបាលបាទបងប្អូនទៅលើជ្រូកដែលឈឺមិនអញ្ចឹងមេជ្រូកផើមហ្នឹងគឺចាក់ថ្នាំហ្នឹងបងប្អូនណានេះអត់លាក់បាំងទេបងប្អូនថ្នាំហ្នឹងហើយយកចាក់នេះបងប្អូននេះហើយពេទ្យជ្រូកដើរចាក់ព្យាបាលរាល់ថ្ងៃគ្មានចំណេញទេចង់ដឹងអីពីការព្យាបាលចាក់ខ្ញុំចាក់ប៉ុណ្ណឹងជ្រូកហើយជាមួយតាមដានបន្តទៀតថាតើការព្យាបាលយើងចាក់ជាឬក៏មិនជាបាត់ឬអត់អូខេតោះឥឡូវទៅចាក់ទាំងអស់គ្នាអាចទេបងអាចទេចូលចូលគេអស់កាប់ទៅមកបាទបងប្អូនយើងអ្នកចិញ្ចឹមជ្រូកទាំងអស់គ្នាបាទមិញនេះគឺខ្ញុំបានប្រាប់ពីរបៀបនៃការចាក់ជ្រូកហើយនឹងប្រាប់ពីឈ្មោះថ្នាំដែលយើងព្យាបាលទៅលើមេជ្រូករាកនេះហើយថ្នាំដែលខ្ញុំប្រាប់ហ្នឹងគឺយើងអាចយកទៅចាក់ទៅលើមេជ្រូកដែលផើមបានដោយសុវត្ថិភាពបងប្អូនណាអត់មានការព្រួយបារម្ភទេហើយគឺវាល្អមានប្រសិទ្ធភាពខ្ពស់មែនទែនទៅលើមេជ្រូកផើមនេះតែម្ដងហើយសម្រាប់ការចាក់គឺខ្ញុំចាក់បានតែ2ដងទេគឺតែជ្រូកនេះគឺវាស៊ីបាយហើយលាមករបស់វាគឺល្អមកវិញណាបងប្អូនគឺប្រសិទ្ធភាពល្អមែនទែនហើយខ្ញុំចែកជូនបងប្អូនណាគឺចង់និយាយថាយើងចែកពីរបៀបនៃការប្រើប្រាស់របៀបនៃការចាក់ថ្នាំនេះគឺបាទចែករំលែកនៅចំណេះដឹងតែម្ដងហើយអ្នកខ្លះគាត់ថាពេទ្យប្រាប់ពីរបៀបនៃការព្យាបាលនិងប្រាប់ឈ្មោះថ្នាំអញ្ចឹងហើយក្រោយតិចលែងគេហៅទៅចាក់ទៅបាទគេទិញថ្នាំទៅចាក់ខ្លួនឯងខ្ញុំបានអញ្ចឹងល្អជាងបងប្អូនណាគឺខ្ញុំលក់ថ្នាំលក់អីខ្ញុំចង់ឲ្យគេមកទិញថ្នាំយកទៅចាក់ខ្លួនឯងពួកឯងខ្ញុំឲ្យដើរចាក់រាល់ថ្ងៃនេះគឺចាក់ម្ដងគឺខ្ញុំយកតែ 15000 អីហ្នឹងហើយចំណេញបាន 5000 នេះទូទាត់អស់អាលីងទៅគឺចំណេញបានតែ 5000 ទេតែសារតែយើងដើរចាក់នេះគឺអ្នកស្គាល់អ្នកចិត្តខាងគាត់ចង់ឲ្យយើងទៅព្យាបាលផ្ទាល់អីចឹងណាបងប្អូនណាហើយទៅលើពេទ្យសត្វនេះឲ្យព្យាបាលរាល់ថ្ងៃឲ្យចំណេញមិនចំណេញទេបងប្អូនណាចំណេញតិចតួចមែនតើហើយអញ្ចឹងបងប្អូនដែលគាត់
ចូលចិត្តមើលវីដេអូនេះកុំភ្លេចជួយចុច like និង subscribe វីដេអូរបស់ខ្ញុំផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំឲ្យមានកម្លាំងចិត្តក្នុងការចែកជូនចែករំលែកនៅចំណេះដឹងចែកជូនបងប្អូនបន្តទៀតណាបងប្អូនណាបាទអរគុណច្រើនបងប្អូន